នេះជាសំឡេងជុំធម្មៈមួយនាទីពីហាងតុងជ័យមហានគរដើម្បីក្រើនរំលឹកប្រជាជនប្រុសស្រីនិងពុកម៉ែបងប្អូនទាំងអស់ឲ្យបានជ្រាបថាថ្ងៃស្អែកគឺជាថ្ងៃសិលដើម្បីពួកយើងទាំងអស់គ្នាបានបែងចែកពេលវេលាឲ្យបានត្រឹមត្រូវសម្រាប់ចូលវត្តវត្តអារាមធ្វើបុណ្យចែកទានសមារាមរក្សាសិលសន្សំបុណ្យកុសលទាំងអស់គ្នាបាតិបុគ្គលិកទានចិត្តនៃការឲ្យទានចំពោះបុគ្គលចិត្តនៃការឲ្យទានចំពោះបុគ្គលនេះព្រះបរមសាស្តាព្រះសម្មាសម្ពុទ្ធจ้าបរមគ្រូនៃយើងព្រះអង្គទ្រង់សម្ដែងថាមាន14ពួកឬ14ក្រុមនិងពពួកទី9គឺជាចិត្តនៃការឲ្យទានចំពោះបុគ្គលដែលកំពុងប្រព្រឹត្តតាមផ្លូវអនាគាមីមាត្រនិងពពួកទី10គឺជាចិត្តនៃការឲ្យទានចំពោះបុគ្គលដែលបានសម្រេចជាអនាគាមីមាត្រនិងពពួកទី11គឺជាចិត្តនៃការឲ្យទានចំពោះបុគ្គលដែលកំពុងប្រព្រឹត្តតាមផ្លូវអរហន្តមាត្រនិងពពួកទី12គឺជាចិត្តនៃការឲ្យទានចំពោះបុគ្គលដែលបានសម្រេចជាព្រះអរហន្តហើយនិងពពួកទី13គឺជាចិត្តនៃការឲ្យទានចំពោះព្រះបច្ចេកពុទ្ធจ้าនិងពពួកទី14គឺជាចិត្តនៃការឲ្យទានចំពោះព្រះបរមសាស្តាព្រះសម្មាសម្ពុទ្ធจ้าបរមគ្រូនៃយើងចំពោះទានបាតិបុគ្គលិកទាននេះឬទានឲ្យចំពោះបុគ្គលនេះមានអានិសង្សទាបជាងគេគឺជាការឲ្យទានចំពោះសត្វតិរិឆានឡើងតាមលំដាប់ឋានៈរហូតដល់ខ្ពស់បំផុតគឺការឲ្យទានចំពោះព្រះបរមសាស្តាព្រះសម្មាសម្ពុទ្ធจ้าតែទោះជាយ៉ាងណាក៏ដោយទានទាំង14ពួកឬ14ក្រុមនេះព្រះបរមសាស្តាព្រះសម្មាសម្ពុទ្ធจ้าព្រះអង្គបានសម្ដែងថាមិនអាចប្រៀបធៀបទៅនឹងបុគ្គលដែលមានចិត្តធ្វើបុណ្យឧទ្ទិសចំពោះសង្ឃបានឡើយ